នេះខ្ញុំគិតថាអាចល្អខ្លាំងសម្រាប់បងប្អូននៅតែចង់ឲ្យអ្នកគ្រូចែករំលែកថាតើឆ្នាំថ្មី2026ឬក៏ឆ្នាំមមីនេះរិស័យណាដែលថាល្អខ្លាំងមានឱកាសចាប់លៀបបានច្រើនឬក៏បងប្អូនរិស័យណាដែលគាត់គួរតែមានការប្រុងប្រយ័ត្នអញ្ចឹងចង់ឲ្យអ្នកគ្រូជួយចែករំលែកម្ដងទៀតចាសម្រាប់រិស័យដែលហេងទី1ទៅមើលសិនទៅថ្លឹងរិស័យយើងមើលសិនយើងយកថ្ងៃខែឆ្នាំនឹងម៉ោងកើតរបស់យើងជាថ្ងៃខែឆ្នាំពិតប្រាកដមិនមែនថ្ងៃខែឆ្នាំគាត់តែដាក់ទេថ្ងៃយើងកើតពិតម៉ោងយើងកើតពិតខែឆ្នាំយើងកើតពិតអញ្ចឹងយកមកថ្លឹងសិនថ្លឹងថាតើរិស័យរបស់យើងនឹងរិស័យត្រូវមួយធាតុភ្លើងឬអត់បើរិស័យយើងត្រូវជាមួយធាតុភ្លើងក្នុងឆ្នាំ2026នេះគឺជាឆ្នាំភ្លើងសេះភ្លើងគេហៅមមីភ្លើងអញ្ចឹងឆ្នាំសេះភ្លើងឆ្នាំនេះបើរិស័យអ្នកដែលត្រូវជាមួយធាតុភ្លើងគឺហេងចាតែបើយើងអត់ត្រូវជាមួយធាតុភ្លើងទេយើងឆុងភ្លើងធាតុភ្លើងជាធាតុដែលយើងមិនត្រូវការបានន័យថាឆ្នាំ2026នេះយើងអត់ល្អទេចាស្ដាយខ្ញុំចំណុចនេះខ្ញុំចង់បញ្ជាក់តិចព្រោះថាធម្មតាមមីឆុងជូតបាទចាអ្នកឆ្នាំជូតតែងតែភ័យថាតែឆុងនឹងយើងខ្លាចមានរឿងអីមិនល្អប៉ុន្តែយើងទៅមើលសិនថាតើឆ្នាំយើងកើតឆ្នាំជូតមែនតែដល់ពេលយើងថ្លឹងមកឆ្នាំខែថ្ងៃម៉ោងរបស់យើងហ្នឹងតើរិស័យរបស់យើងត្រូវជាមួយនឹងភ្លើងឬអត់ធាតុត្រូវការរបស់យើងត្រូវមួយភ្លើងឬអត់បើសិនជាធាតុត្រូវការរបស់យើងនឹងត្រូវជាមួយភ្លើងទោះបីជាយើងឆ្នាំជូតក៏ដោយការឆុងនឹងគឺឆុងហេងចាបើសិនជាការឆុងហេងនេះគឺល្អជាងឆ្នាំទូទៅទៀតដោយសារអីបើសិនជាករណីឆ្នាំមមីឆុងជូតតែជូតបែរជារិស័យត្រូវជាមួយនឹងធាតុភ្លើងវិញបានន័យធាតុត្រូវការរបស់គាត់ជាធាតុភ្លើងវិញឆ្នាំហ្នឹងគឺជាឆ្នាំដែលផ្លាស់ប្ដូរជីវិតរបស់គាត់ពីក្រទៅមានចាអញ្ចឹងជាឱកាសដែលគាត់អាចនឹងជួបមុខចំនួនបានគាត់នឹងធ្វើមុខចំនួនថ្មី business ថ្មីហើយធ្វើឲ្យគាត់ផ្លាស់ប្ដូរជីវិតរបស់គាត់ពីលំបាកទៅល្អបានន័យថាជាឆ្នាំលៀបធំរបស់គាត់អញ្ចឹងបើសប្ឆ្នាំគាត់រកបានឧទាហរណ៍ថាសប្ឆ្នាំគាត់រកបានមួយខែ 10000 ឬក៏មួយខែ 100,000 ឧទាហរណ៍ចាស់ឬក៏មួយខែ 1000 អញ្ចឹងនៅក្នុងឆ្នាំនេះអាចជាឆ្នាំដែលចំណូលរបស់គាត់1គុណនឹង10ឬក៏1គុណនឹង100បានន័យថាលៀបមកគ្រប់ទិសនៅក្នុងឆ្នាំ2026នេះករណីអ្នកឆ្នាំជូតតែត្រូវមួយធាតុភ្លើងអញ្ចឹងអានេះខ្ញុំនិយាយរឿងអ្នកដែលឆុងណាចាអ្នកដែលឆុងតែឆុងហេងគឺហេងខ្លាំងគេហៅផ្លាស់ប្ដូរជីវិតហ្មងពេលហ្នឹងគឺផ្លាស់ប្ដូរបែបពីក្រទៅមានពីពិបាកទៅសុខសប្បាយចាអ្នកគ្រូតែអ្នកឆ្នាំជូតឬក៏អ្នកមានជូតក្នុងទូរិស័យមានជូតក្នុងទូរិស័យណាក៏ដោយឲ្យតែថ្លឹងចេញមកឃើញល្អមានរឿងមែនប៉ុន្តែនៅតែហេងហើយត្រូវការធាតុភ្លើងប៉ុន្តែចំណុចដែលអ្នកដែលមួយទៀតអត់ខ្វល់ថាអ្នកនឹងឆ្នាំជូតឬឆ្នាំអីទេចកោជូតផ្លូវឬក៏ខែមានជូតឬក៏មានមមីអីអត់ខ្វល់ទេសំខាន់តួថ្ងៃរបស់គាត់រាសីខាងលើតែគេហៅតួ DT ឬក៏ Day Master ហ្នឹងបើយើងមើលយើងឆែកថ្ងៃខែឆ្នាំកណ្ដាលនិងម៉ោងកើតរបស់យើងចូលនៅក្នុង app My Destiny យើងមើលទៅក្នុងថ្ងៃកើតរបស់យើងរាសីខាងលើគេ DT ឬក៏ Day Master ហ្នឹងណាធាតុទឹកមិនថាទឹកយ៉ាងក៏ដោយទឹកយិនក៏ដោយយើងមើលណាបើយើងកាត់ធាតុទឹកហើយយើងមើលទៅក្នុងកឡោនមួយទៀតប្រភេទរិស័យរបស់យើងតើប្រភេទរិស័យរឹងមាំឬក៏ខ្សោយបើយើងជាប្រភេទរិស័យរឹងមាំយើងមើលធាតុត្រូវការរបស់យើងគឺប្រកាសជាត្រូវជាមួយធាតុភ្លើងហើយអញ្ចឹងបើសិនជាធាតុត្រូវការរបស់យើងត្រូវជាមួយធាតុភ្លើងឆ្នាំនេះគឺជាឆ្នាំហេងបំផុតសម្រាប់អ្នកដែលកើតថ្ងៃធាតុទឹកមិនថាឆ្នាំណាក៏ដោយអត់ខ្វល់ទេតែថ្ងៃដែលគាត់កើតគឺអ្នកដែលកើតថ្ងៃធាតុទឹកមិនថាទឹកដកឬក៏ទឹកបោកទឹកយិនឬទឹកយ៉ាងទេគឺជាឆ្នាំដែលហេងជាពិសេសអ្នកដែលកើតទឹកយ៉ាងគឺទឹកបោកឆ្នាំនេះគឺឆ្នាំដែលចាប់លៀបធំប៉ុន្តែបើសិនជារាសីរបស់គាត់ជាប្រភេទរាសីខ្សោយវិញមិនមែនរាសីរឹងមាំជារាសីខ្សោយវិញឆ្នាំនេះគឺជាឆ្នាំដែលបងខាត់ធំបំផុតរបស់គាត់ហាមបណ្ដាក់ទុនថ្មីហាមមានភាពលុបលុនយើងគិតថាធ្វើអាហ្នឹងដល់ត្រូវតែធ្វើមិនត្រូវទេនៅក្នុងឆ្នាំនេះសម្រាប់ចិត្តដាក់អាហ្នឹងត្រូវចំណេញតែអ្វីដែលការសម្រេចចិត្តរបស់គាត់ឆ្នាំនេះគឺសម្រេចចិត្តខុសគឺធ្វើឲ្យគាត់បងខាត់ខុសអញ្ចឹងនៅក្នុងការសម្រេចចិត្តនៅក្នុងឆ្នាំនេះសម្រាប់អ្នកដែលកើតរាសីធាតុទឹកតែខ្សោយតែប្រភេទទឹកខ្សោយប្រភេទក្រងរាសីរបស់គាត់ខ្សោយឆ្នាំនេះគឺជាឆ្នាំដែលការគិតរបស់គាត់គិតបែបខុសសម្រាប់ចិត្តខុសគិតខុសបងខាត់ធ្ងន់បណ្ដាក់ទុនក៏បងខាត់ដែរចាប៉ុន្តែបើសិនជាយើងឆែកថ្ងៃខែឆ្នាំមកទាំងអស់គាត់កើតថ្ងៃធាតុទឹកមែនតែរាសីរបស់គាត់ជាប្រភេទរាសីរឹងមាំអញ្ចឹងគេដាក់ក្នុងហ្នឹងគេដាក់រាសីរឹងមាំគឺប្រកាសជាត្រូវភ្លើងឯងទឹកស៊ីភ្លើងជាលៀបអញ្ចឹងឆ្នាំហ្នឹងគឺជាឆ្នាំដែលហេងបំផុតអញ្ចឹងអ្នករាសីធាតុទឹកគឺមានពីរណាមួយហេងខ្លាំងមួយក៏សយខ្លាំងដែរចាចុះក្នុងករណីដែលគាត់សយខ្លាំងហ្នឹងបើយើងចង់ជួយគាត់ដូចថាគាត់ឲ្យស៊ីគាត់គួរតែរកដៃគូយ៉ាងម៉េចវិញមកជួយគាត់បានបើសិនជាអ្នករកស៊ីឧទាហរណ៍ថាករណីបើយើងចង់ជួយលុះត្រាតែគាត់កុំ operation ចា
កុំពង្រីកbusiness ថ្មីកុំបដាក់ទុនអ្វីដែលថ្មីបើសិនជាយើងមាន shareholder ត្រូវតែស្ដាប់ shareholder គឺអត់ឲ្យគេ follow យើងបានទេពេលហ្នឹងអញ្ចឹងបើករណីឆ្នាំណាដែលរិស័យយើងហេងការគិតរបស់យើងគឺគិតត្រូវសម្រាប់ចិត្តត្រូវឆ្នាំណាដែលរិស័យយើងសយគឺធ្វើឲ្យការគិតរបស់យើងនេះគិតអ្វីដែលខុសគេហៅមើលសទៅខ្មៅមើលខ្មៅទៅសអញ្ចឹងការគិតខុសសម្រាប់ចិត្តខុសគឺធ្វើយើងបរាជ័យ អញ្ចឹងកុំ make decision កុំសម្រេចចិត្តអី ចាអញ្ចឹងចំណុចនេះបើសិនជាករណីយើងដឹងមុនស្រាប់ថារិស័យរបស់យើងបែបណាយើងត្រូវប្រយ័ត្នបែបចាអញ្ចឹងមកគេថាដឹងមុនប្រយ័ត្នមុនឱកាសយើងបងខាត់វាតិចតួចចាតែបើសិនបំពេញអានឹងឆ្នាំនេះគឺឆ្នាំដែលធ្វើឲ្យយើងបរាជ័យខ្លាំងអានឹងចឹង ចា តែបើសិនជាករណីរិស័យរឹងមាំវិញ ល្អ បដាក់ទុនចោះ ចាចា ដាក់ទុនយើងគិតចំណេញ10តែអាចយើងចំណេញ50យើងគិតថាចំណេញថា1គុណនឹង5ឬ1គុណនឹង10ក្នុងឆ្នាំហ្នឹងដាក់ទុនថាបើដីហ្នឹងទិញមកឧទាហរណ៍ណាគឺឧទាហរណ៍ថាវិនិយោគហ្នឹងយើងគិតថាចំណេញតែមួយខែបានតែ 100,000 ទេតែដល់ពេលគាត់ដាក់ទុនវាអាច 50,000 ទ្វេដង ឬក៏ 10,000 គឺទ្វេដងចឹងឆ្នាំដែលជាគេហៅឆ្នាំមាសឆ្នាំប្រាក់របស់គាត់ហ្នឹងអញ្ចឹងប៉ុន្តែតាប្រភេទរិស័យខ្សោយវិញអាហ្នឹងគឺចាប់ហើយយ៉ាំហើយការគិតរបស់យើងគិតបែបមានលក្ខណៈភាពលុកលន់នៅក្នុងខ្លួនគឺថាដាក់ទុនទៅដឹងចំណេញអារម្មណ៍មួយយើងគិតថាដាក់ទុនដឹងចំណេញដាក់ទុនដឹងចំណេញគេប្រមូលធ្វើអីក៏មើលឃើញចំណេញនៅមុខតែតាមពិតអត់មើលឃើញចំណេញនៅមុខជារូបភាពបំផាន់ភ្នែកទេអញ្ចឹងយើងសម្រាប់ចិត្តទៅវាមានរឿងអីដែល behind ហ្នឹងមកទៀតដែលធ្វើឲ្យយើងហ្នឹងបងខាតអញ្ចឹងបានគេឲ្យដឹងពីរលកព្រំលិខិតរបស់យើងឆ្នាំនេះយើងជួបរឿងអីឆ្នាំក្រោយយើងជួបរឿងអីគួរដាក់ទុនពេលណាមិនគួរដាក់ទុនពេលណាហើយឆ្នាំណាយើងជួបរឿងអីយើងត្រូវប្រយ័ត្នឡើងហ្នឹងចុះបើយើងដឹងមុនយើងព្យាយាមកែទៅបើគេប្រាប់ថាឆ្នាំនេះដាក់ទុនថ្មីអត់បានកុំដាក់ទុនទៅចាឆ្នាំនេះយើងលោភលន់យើងខប់លោភលន់ទៅយើងនៅតែស្គៀមទៅទៅអីចឹងឆ្នាំនេះយើងមានបញ្ហាជាមួយមិត្តភ័ក្តិបើមានបញ្ហាយើងព្យាយាមដោះស្រាយលឿនទៅអាហ្នឹងគឺអញ្ចឹងរិស័យរបស់មនុស្សម្នាក់ពីមួយឆ្នាំទៅមួយឆ្នាំដូចឆាកល្ខោនអញ្ចឹងឆ្នាំណាតួអង្គណាមកសម្ដែងជាមួយយើងតួអង្គជំងឺមកសម្ដែងជាមួយយើងឬក៏តួអង្គអ្នកមានលុយមកសម្ដែងជាមួយយើងឬក៏តួអង្គអ្នកបោកប្រាស់មកសម្ដែងមួយយើងអញ្ចឹងរិស័យរបស់មនុស្សម្នាក់រលកព្រំលិខិតរបស់មនុស្សម្នាក់ពីមួយឆ្នាំទៅមួយឆ្នាំជួបរឿងផ្សេងគ្នាទាំងអស់มันមានអ្នកណាមួយដែលថាมันជួបរឿងទេចា កើតមកនៅក្នុងជីវិតរបស់មនុស្សម្នាក់ស្មើនឹងកើតមកសម្ដែងនៃឆាកល្ខោនជីវិតរបស់ខ្លួនយើងរហូតដល់ថ្ងៃទៅវិញចាតោះតែយើងដេកចង់មកឈូហ្នឹងបានលេងសម្ដែងហ្នឹង គ្រាន់តែបើសិនជាយើងបានដឹងពីរិស័យរបស់ខ្លួនយើងអាចដឹងថាត្រូវទប់ស្កាត់បែបណារៀបចំបែបណាឲ្យល្អនឹងប្រៀបធៀបដូចជាយើងជិះឡានអញ្ចឹងផ្លូវដែលយើងដឹងថាឧទាហរណ៍ថាយើងទៅកំពង់សោមតើជិះផ្លូវណាជិះផ្លូវជាតិលេខ4ឬជិះផ្លូវលឿនបាទ ចា បើយើងដឹងផ្លូវនិយាយថាយើងអត់ដឹងផ្លូវយើងជិះតាមផ្លូវជាតិលេខ4យូរមែនទេតែបើយើងជិះតាមផ្លូវលឿនចាអញ្ចឹងដូចគ្នាដល់ពេលយើងដឹងមុនយើងដឹងថាផ្លូវដែលយើងដើរវាមាន2ល្អនិងមិនល្អដើរយឺតឬដើរលឿនចាហើយយើងដឹងមុនទៀតថាផ្លូវហ្នឹងវាក្លុកអត់បើក្លុកយើងកុំទៅជាន់520ទៅបាក់កងាប់ចាធ្លាក់បាក់កអញ្ចឹងបើក្លុកយើងថយទៅដល់កន្លែងក្លុកយើងទៅតាមស្រួលឬក៏យកអីកោលសិនហើយយើងទៅអញ្ចឹងយើងមិនធ្លាក់បាក់កទេចាពោះរលកព្រំលិខិតវាត្រូវតែមានជួបគ្រោះហើយតែគ្រោះហ្នឹងយើងដល់ស្លាប់ឬក៏យើងថយយើងបន្តិចតែយើងទៅមុខបានហ្នឹងអញ្ចឹងនឹងការដឹងមុនគឺបែបហ្នឹងចាអញ្ចឹងឧទាហរណ៍ថាដូចខេមិញហ្នឹងគឺគាត់កាត់ថ្ងៃទៀតទឹកអញ្ចឹងហេងខ្លាំងចុះបើសយក៏សយខ្លាំងចុះបើសយខ្លាំងហើយយើងដឹងថាស្អីគេបានធ្វើឲ្យគាត់សយយើងកុំធ្វើរឿងហ្នឹងទៅគឺមិនសយទេចាអត់ធត់បំផុតអញ្ចឹងឆ្នាំដែលមានរឿងគឺឆ្នាំដែលត្រូវទៀមទីឲ្យយើងអត់ធ្មត់បំផុតហើយធ្វើឲ្យយើងគិតអីខុសទាំងអស់ចឹងគាត់អាចប៉ះពាល់ដល់សុខភាពដែរអូបាទចាសំបីតែសុខភាពអញ្ចឹងធម្មតានៅពេលដែលយើងប៉ះកាលណារិស័យប្រភេទរិស័យខ្សោយធាតលៀបចូលមកបងខាតទាំងលុយប៉ះពាល់ទាំងសុខភាពអ្នកដែលរៀនប៉ាជឿគាត់ដឹងហើយបងលុយប៉ះសុខភាពចាអញ្ចឹងនៅពេលដែលយើងដឹងយើងត្រូវ take care អីខ្លះទី1ឆ្នាំហ្នឹងគឺត្រូវប្រើពណ៌ធាតុ support ធាតុម៉ែគឺធាតុមាសអញ្ចឹងអ្នករិស័យខ្សោយប្រើធាតុមាសដើម្បីទប់ស្កាត់ភាពសយរបស់យើងហ្នឹងអញ្ចឹងធាតុមាសមក support យើងឲ្យ strong ឲ្យយើងខ្លាំងហើយឲ្យ strong មកដើម្បីទប់ស្កាត់កុំឲ្យយើងមានបញ្ហាតែបើរិស័យយើងរឹងមាំស្រាប់យើងលាបបាត់ហើយហ្នឹងមានលាបបាត់ហ្នឹងអូអាហ្នឹងគឺប្រើធាតុត្រូវការរបស់យើងហ្មងយកហេងយកលាបប្រើក្រហមយកហ្មងចាប់លាបយកហ្មងអាហ្នឹងអញ្ចឹងឆ្នាំហ្នឹងពាក់ក្រហមតែកុំពាក់ក្រហមទៅចិត្តក្បីចាប់អារម្មណ៍អរគុណចាអញ្ចឹងគូខាពីរិស័យនេះមានរិស័យណាផ្សេងទៀតជាការគួរឲ្យកត់សម្គាល់ខ្លាំងចាមាន app My Destiny វាសនាខ្ញុំដូចមានអ្នកគ្រូណាលីនៅក្បែរខ្លួនសូម scan ទៅលើនេះដើម្បីទាញយក app My Destiny វាសនាខ្ញុំសម្រាប់មិញហ្នឹងខ្ញុំធាតទឹកណាចានៅធាតឈើ
ធាតុឈើដូចគ្នាធាតុឈើបើសិនជារិស័យរឹងមាំឆ្នាំនេះគឺជាឆ្នាំឱកាសនៃការបណ្ដាក់ទុនរបស់គាត់ឱកាសដែលធ្វើឲ្យគាត់បង្ហាញសមត្ថភាពបញ្ចេញសមត្ថភាពឬក៏ជាឱកាសមួយដែលធ្វើឲ្យគាត់ថាមនុស្សមិនហ៊ាននឹងបញ្ចេញណាសមត្ថភាពតែឆ្នាំនេះគឺបញ្ចេញសមត្ថភាពទៅគេមើលឃើញថាគាត់ប្រកែគាត់ខ្លាំងចុះឧទាហរណ៍ថាបើជាបុគ្គលិកវិញឆ្នាំមុនគេមើលអត់ឃើញថាគាត់ប្រកែទេតែឆ្នាំនេះចូលមកគេមើលឃើញថាអូស្នាដៃគាត់ល្អតាស្នាដៃគាត់ល្អបើន័យថាគាត់មានសមត្ថភាពសមត្ថភាពឡើងតំណែងទៅហ្នឹងចាទាំងសម្រាប់អ្នកដែលរិស័យធាតុឈើរឹងមាំចាតែបើឈើខ្សោយវិញឈើខ្សោយឈើប្រភេទឈើរិស័យខ្សោយឆ្នាំនេះតែដាក់ទុនបងខាដែរតែអារម្មណ៍មួយគឺចង់តែដាក់ទុននេះចាបាទអញ្ចឹងដល់ពេលដាក់ទុនបងខាអារម្មណ៍មួយគឺថាដាក់ទុនយើងហេងតែដាក់ទុនទៅគឺបងខាអញ្ចឹងកាលណាអ្នករិស័យធាតុឈើរឹងមាំកដោឈើរឹងមាំឆ្នាំនេះដាក់ទុនគឺហេងខ្លាំងឈើខ្សោយឆ្នាំនេះដាក់ទុនគឺស្រោចខ្លាំងហ្នឹងគឺប្រភេទឈើមិនថាឈើប្រភេទឈើយីនឬឈើយ៉ាងទេចុះករណីពិសេសអត់គ្រូ ករណីពិសេសយើងខ្លាំងមកផ្សេងតែរិស័យប្រកបត្រូវមួយភ្លើងអត់បើរិស័យគាត់ត្រូវមួយភ្លើងអាហ្នឹងគឺហេងបើរិស័យងាយស្រួលទេយើងខ្លាំងវិញយើងយកឆ្នាំខែថ្ងៃម៉ោងដែលយើងកើតពិតប្រកបហ្នឹងខ្លាំងតែចូលអាប់ម៉ាដេសានីយើងមើលទាំងកន្លងមួយធាតុត្រូវការយើងជាអីធាតុមិនត្រូវការយើងជាអីបើធាតុមិនត្រូវការរបស់យើងជាធាតុភ្លើងឆ្នាំនេះយើងទប់ឲ្យជាប់ចាទប់ឲ្យជាប់គឺកុំធ្វើអីឆុងឆាំងកុំដាក់ទុនធំឬកុំជឿជាក់គេច្រើនពេកអាហ្នឹងសត្វតែប៉ះពាល់ហើយចាប៉ុន្តែបើរិស័យយើងត្រូវមួយធាតុភ្លើងអូខេឆ្នាំនេះគឺជាឆ្នាំហេរបស់យើងចាចុះមួយទៀតដល់ធាតុភ្លើងដូចគ្នាចាចាំនេះភ្លើងនិងភ្លើងអញ្ចឹងធាតុភ្លើងនេះបែងចែកជា2ភ្លើងព្រះអាទិត្យនិងភ្លើងព្រះច័ន្ទភ្លើងយិននិងភ្លើងយ៉ាងបើសិនជាករណីភ្លើងយ៉ាងគឺភ្លើងព្រះអាទិត្យដូចគ្នាបានន័យថាគូមិត្តគូមិត្តនេះមកល្អឬមកមិនល្អបើគូមិត្តមកល្អបានន័យថាយើងជួបអ្នកដែល support យើងជាកល្យានមិត្តរបស់យើងជាមនុស្សល្អដែលមានអត្តចរិតស្តៀងយើងល្អជាមួយយើងមកជួយ support ការងាររបស់យើងនឹងអញ្ចឹងមកជួយឲ្យការងាររបស់យើងរីកចម្រើនប៉ុន្តែបើសិនជាយើងនេះជាប្រភេទរិស័យរឹងមាំវិញយើងជួបបែបហ្នឹងអ្នកហ្នឹងមកបែបលក្ខណៈ soft ល្អថ្លៃថ្នូរស្រឡាញ់យើងមែនប៉ុន្តែមកដណ្ដើមលៀបយើងទេអាហ្នឹងអញ្ចឹងមកក្នុងន័យឃើញផលប្រយោជន៍ចាឃើញផលប្រយោជន៍មកដណ្ដើមលៀបចាហ្នឹងអញ្ចឹងយើងមើលថាគូមិត្តនិងអ្នកដណ្ដើមលៀបខុសគ្នាគេវិនិយោគទុនមកដើម្បីចែកផលលាភរបស់យើងដឹងច្បាស់ណាយើងដឹងថាអូខេអ្នកហ្នឹងបានប៉ុន្មានភាគរយគេដឹងច្បាស់ប៉ុន្តែគូមិត្តមកបែបល្អគ្រប់យ៉ាងអាហ្នឹងហើយដែលធ្វើឲ្យយើងអស់ពីខ្លួនឃើញយ៉ាងណាចាគូមិត្តមកនៅក្នុងរិស័យរឹងមាំណាយើងអស់ពីខ្លួនដល់ខ្លួននេះហ្នឹងអញ្ចឹងតែបើសិនជាគូសត្រូវមកបែបលក្ខណៈដៃគូប្រដាក់ទុនតែមកបែបកេងផលប្រយោជន៍អាហ្នឹងយើងដឹងខ្លួនមុនវិញដឹងអស់បានប្រហែលភាគរយយើងដឹងខ្លួនវិញតែមករបៀបលក្ខណៈមិត្តភក្តិឬក៏បងប្អូនអញ្ចឹងករណីគូមិត្តហ្នឹងគឺជាបងប្អូនជាកល្យានមិត្តជាមិត្តដែលយើងទុកចិត្តហើយនឹងជាបងប្អូនដែលធ្វើឲ្យមានបញ្ហាធ្ងន់យើងទុកចិត្តបងប្អូនយើងទៅទុកចិត្តមិត្តភក្តិដែលចិត្តដិតរបស់យើងតែមនុស្សដែលបំផ្លាញយើងខ្លាំងបំផុតគឺមនុស្សដែលនៅក្បែរខ្លួនយើងបំផុតមិត្តភក្តិដែលចិត្តដិតបងប្អូនដែលយើងទុកចិត្តអញ្ចឹងកាលណាគូមិត្តចូលមករិស័យយើងមិនល្អគេហៅប្រភេទរិស័យរឹងមាំនេះភ្លើងយ៉ាងរឹងមាំប្រយ័ត្នមែនតើកន្លែងហ្នឹងបងប្អូនអាចស្លាប់បងប្អូនបានមិត្តភក្តិក៏អាចស្លាប់មិត្តភក្តិបានដែរដើម្បីផលប្រយោជន៍អញ្ចឹងយើងមើលយើងតែមើលអ្នកដែលធ្លាប់មានបញ្ហាមិត្តភក្តិខ្លួនឯងសម្លាប់បងប្អូនខ្លួនឯងសម្លាប់យកទ្រព្យដណ្ដើមគេមរតកគឺខេសករណីគូមិត្តហ្នឹងឯងចាបាទអញ្ចឹងគូប្រយ័ត្នណាគូមិត្តណាបើគូសត្រូវគេថាសត្រូវក្រៅវានឹងដឹងយកអត់សូវខ្លាចទេខ្លាចសត្រូវក្នុងអាហ្នឹងអញ្ចឹងសម្រាប់អ្នករិស័យធាតុភ្លើងឲ្យប្រយ័ត្នបំផុតនៅក្នុងឆ្នាំនេះចាជាពិសេសភ្លើងយិនភ្លើងយ៉ាងបើភ្លើងយិនវិញគូសត្រូវដឹងថាឆ្នាំហ្នឹងគឺ strong ហីប៉ុន្តែគេត្រៀមខ្លួនបាត់ហើយយើងដឹងមុនតែភ្លើងយិនភ្លើងយ៉ាងតាគេហៅភ្លើងបោកដូចគ្នាកល្យានមិត្តយកទៅចំម៉ាយគូកល្យានមិត្ត2 3នាក់ដល់ខាងណាមែនចឹងចាដល់ទៅពេលគូសត្រូវយើងដឹងអ្នកណាសត្រូវរបស់យើងអ្នកណាគូប្រកួតប្រជែងរបស់យើងគេត្រៀមខ្លួនមកបាត់ហើយចាអញ្ចឹងកាលណាមានត្រៀមខ្លួនមុនថក់មកដឹងគេបញ្ហាដឹងតែបញ្ហាហ្នឹងបើយើងត្រៀមមុនតែបើយើងអត់ដឹងបដាបដោយអាហ្នឹងហើយជាឆ្នាំដែលត្រូវគេដណ្ដើមលៀបអស់ពីខ្លួនហ្នឹងចឹងចាមួយទៀតដល់ធាតុដីបើករណីយើងថ្លឹងរិស័យរបស់យើងមកអ្នកកើតថ្ងៃធាតុដីមិនថាដីយ៉ាងដីយីនេះបើកាលណាយើងថ្លឹងរិស័យយើងមកយើងឃើញប្រភេទរិស័យរបស់យើងខ្សោយអញ្ចឹងឆ្នាំនេះធាតុភ្លើងមកគឺមក support យើងបានន័យថាឆ្នាំនេះមានអ្នកជួយមានអ្នក support នៅក្នុងការងាររបស់យើងឲ្យការងាររបស់យើងរីកចម្រើនអញ្ចឹងអ្នកធាតុដីខ្សោយមិនថាដីយ៉ាងឬដីយីនេះបាទឆ្នាំនេះគឺមានអ្នក support ប៉ុន្តែបើដីរឹងមាំឆ្នាំនេះគឺជាឆ្នាំដែល stress ហើយជាឆ្នាំដែល
ធ្វើរឿងដែលមិនចង់ធ្វើមានគេបង្ខំធ្វើ បាទ ចាហើយធ្វើឲ្យផលប្រយោជន៍ដែលបានហ្នឹងវាបានវាសំនឹងអាការលះបង់ការខំប្រឹងរបស់យើងទេហើយជាឆ្នាំដែល stress toxic បំផុតហ្នឹង stress ខ្លាំងចាគេថាទៅគេប្រកបបជាទៅធ្វើតាមទាំងដែលយើងហ្នឹងមិនចង់ធ្វើអាហ្នឹងអ្នកធាតុដីឆ្នាំនេះគឺ stress ខ្លាំងអញ្ចឹងដើម្បីកាយទៅធ្វើទៅអីធាតុដីទៅការទឹកជាលៀបទៅលេងសមុទ្រឲ្យច្រើនទៅលេងទឹកជ្រោះឲ្យច្រើនទៅចា stress ទៅហែលទឹកលេងមិនបាច់ទៅសមុទ្រទៅហែលទឹកក៏បានដែរពេលយើង stress ទៅហែលទឹក stress ទៅ shopping ចា stress ទៅហែលទឹក stress ទៅ shopping stress ទៅដើរលេងអាហ្នឹងគឺកាត់បន្ថយអាភាព stress របស់យើងពួកឆ្នាំនេះអ្នកការធាតុដីប្រឈមនឹងបញ្ហាវិបត្តិសតិអារម្មណ៍ ចូលផ្លូវចិត្តបាទ ចាវិបត្តិផ្លូវចិត្ត បាទ ចាអញ្ចឹងវិបត្តិផ្លូវចិត្តជាឃាតករលាក់មុខ បាទ អាចធ្វើឲ្យមនុស្សសម្លាប់ខ្លួនសោកសៅរហូតដល់សម្លាប់ខ្លួនអត់ដឹងមូលហេតុនឹងអញ្ចឹងចាំមិនថាអ្នកធាតុដីតែពេលអ្នកធាតុមាសវិញធាតុមាសឆ្នាំនេះបើរិស័យរឹងមាំឆ្នាំនេះឡើងឋានៈឡើងតំណែងអញ្ចឹងធាតុភ្លើងចូលមកបើគាត់ជាមន្ត្រីរាជការគាត់កើតឌីធីគាត់ថ្ងៃដែលគាត់កើតធាតុមាសឆ្នាំនេះនឹងទទួលបានតំណែងថ្មីឡើងឋានៈហើយឋានៈហ្នឹងជាឋានៈដែលកន្លែងដែលល្អទៀតប៉ុន្តែបើសិនជាប្រភេទរិស័យរបស់គាត់ខ្សោយវិញចាខ្សោយវិញឆ្នាំហ្នឹងប្រឈមនឹងអស់អាតំណែងល្អនេះគេទៅដាក់ទៅអីចាគេរុញទៅតំណែងមួយទៀតជាតំណែងដែលមិនល្អនឹងអ្នកធាតុមាស ចា ចាហើយបញ្ហាសុខភាពទៀតបញ្ហាសុខភាពកើតឡើងពាក់ព័ន្ធនឹងពោះវៀនចា បាទ អញ្ចឹងពោះវៀនក្នុងឆ្នាំនេះមានបញ្ហាច្រើនឆ្នាំនេះអ្នកដែលឈឺភាគច្រើនអាការៈពោះវៀនធំពោះវៀនតូចមានបញ្ហាជាពិសេសពោះវៀនផ្នែកពោះវៀនតែពោះហ្នឹង បាទ ចាភ្នែកចានេះក៏បញ្ហាដែរតិចយើងក៏មានបញ្ហាដែរកលៀនយើងតម្រងនោមហ្នឹងសិតតែមានបញ្ហាអញ្ចឹងជាទូទៅឆ្នាំនេះអ្នកដែលវាសេះអត់ត្រូវជាមួយភ្លើងសង្កេតឃើញថាពេលយើងញ៉ាំអីទៅមានអារម្មណ៍ក្តៅពោះមានអារម្មណ៍ថាពោះវៀនយើងកាន់វាមិនល្អឆ្អល់ក្នុងពោះវៀនអញ្ចឹងណាក្នុងឆ្នាំនេះអញ្ចឹងធាតុមាសនេះបើសិនជាករណីយើងរិស័យខាងលើយើងធាតុមាសហើយរិស័យខាងក្រោមយើងជូតទៀតថ្ងៃកើតណាជានិយាយទៅជាឆ្នាំដែលយើងទៅប្រយ័ត្នពួករិស័យជូតឆុងមមីឆុងជូតហើយធាតុមាសយ៉ាងមិនឆុងជាមួយនឹង 2 ដង ភ្លើងយ៉ាឆុងទាំងលើទាំងក្រោមអញ្ចឹងបញ្ហាធ្ងន់ប្រយ័ត្នឈឺក៏ឈឺធ្ងន់ដែរ បាទ បញ្ហាមួយទៀតឆ្លោះគ្នាជាមួយប្តីប្រពន្ធឬក៏សង្សារបែកបាក់សង្សារបែកបាក់ប្តីប្រពន្ធអញ្ចឹងករណីការបែកបាក់នេះវាមាន2បែកបាក់ល្អនិងបែកបាក់មិនល្អបែកបាក់ល្អយើងបាត់មនុស្សអត់ល្អចេញពីជីវិតរបស់យើងហើយយើងបានអ្នកល្អមកវិញតែបែកបាក់ល្អវិញបាត់មនុស្សដែលជាទីស្រឡាញ់របស់យើងជាមនុស្សល្អរបស់យើងខ្ទាតចេញពីយើងអញ្ចឹង បាទ ចាអញ្ចឹងវាមានអាវុធបុកពីរជាពិសេសអ្នកដែលមានជូតក្នុងតួរិស័យហើយមានមាសបោកក្នុងតួរិស័យដែលត្រូវប្រយ័ត្នជាងគេចាហើយបើថាឆ្នាំមាសបោកហើយលើជូតថ្ងៃមាសបោកលើជូតត្រូវប្រយ័ត្នហ្នឹងចា អាចកែជួយគាត់មិនបានណាគ្រូវិញចឹង កែបានទីមួយយើងត្រូវយកថ្ងៃខែមកថ្លឹងមើលសិនតើចំណុចខ្លាំងរបស់គាត់កែកន្លែងណាពួកយើងវាត្រូវមានខែមួយទៀតនិងថ្ងៃមួយទៀតជួនកាលកែមួយយើងប៉ះមួយកែមួយយើងប៉ះមួយអញ្ចឹងយើងយកអាហ្នឹងមកថ្លឹងសិនអញ្ចឹងចំណុចនេះតលតែយកមកប្រឌិតសិនបានយើងដឹង អត់អាចជារួមបា អ ន ត់បានទេអត់បានទេពួកដោយសារទៅមានគេហៅយើងដឹងក្បាលយើងដឹងពោះតែយើងអត់ដឹងដំទ្រូងយើងអត់ដឹងជើងអញ្ចឹងបើយើងកាយមិនស្រួលដាក់ជើងគេ បាក់ជាបា បាក់ជាបាលហើយនេះ តតែមកជួយ ទៅបណ្ឌិតទេបណ្ឌិតដិតមកអស់ហ្នឹងអត់រកឃើញ អញ្ចឹងគឺមានតែអាស្រ័យលើបងប្អូនរបស់យើងពិសេសបងប្អូនដែលមាន app My Destiny គឺគាត់អាចវាយបានបាទថាតើប្រភេទរិស័យគាត់គឺជាប្រភេទរិស័យបែបណា ចា បាទហើយបើកាន់តែច្បាស់ទៀតគឺមានតែបាទរជាមួយនឹងគ្រូបាទដែលមានជំនាញច្បាស់លាស់បាទ មាន ដើម្បីឲ្យជួយទៅកាន់ពួកគាត់បានបាទ សំខាន់ខ្ញុំចាំពាក្យអ្នកគ្រូថាឆ្នាំនេះមនុស្សទាំងអស់គួរតែអត់ធ្មត់ឲ្យបានខ្លាំងបំផុតហើយរកពេលសមាធិ ចា អប់រំផ្លូវចិត្តខ្លួនឯង ចា កុំងាយសម្រេចចិត្តអីឆុងឆាំងប៉ាំងប៉ាំងលឿនលឿនអត់កើតទេ ខែឆ្នាំនេះឆ្នាំកន្លប់ចាក់ បាទ ចា ចាឆ្នាំកន្លប់ចាក់ សំបីតែប្រទេសធំគឺអត់ត្រូវគ្នាហ្មងអ្នកគ្រូចូលមកឆ្នាំនេះខ្ញុំមើលព័ត៌មានរាល់ថ្ងៃតោះនេះរហូត មកប្រហែលឆ្នាំចុងក្រោយនេះខ្ញុំអារម្មណ៍ជាងគេគឺឆ្នាំហ្នឹងឯងចាផុយស្រួយខ្លាំងរឿងរ៉ាវធំវាប្រឈមច្រើនបើសិនជាករណីយើងទប់អត់ជាប់អញ្ចឹងតលតែថាដឹកនាំអត់ធ្មត់បំផុតមិនថាប្រទេសណាដូចប្រទេសណាដែរចង់ចាញ់ចង់ឈ្នះនឹងរឿងធំហើយជាពិសេសប្រទេសចៅ បាទ ចា ដូចយើងចានៅសុកក៏ជួបរឿងអញ្ចឹងចាយើងនឹកស្មានមិនដល់ទាំង តែឥឡូវនេះចាប់ផ្ដើមលាតត្រដាងហើយតាអ្នកណាអាក្រក់ណាល្អចាប់ផ្ដើមលាតត្រដាងហើយអញ្ចឹងមិននិយាយថាយក9មិនបាច់សំដែងទេ នឹងអញ្ចឹង តែខ្លះវិភាគស្ថានភាពប្រទេសយើងមានខ្ញុំមានអារម្មណ៍ថាដូច
អន់ចិត្តដែរមិនគួររឿងតែយើងអត់ស្មានថាវានឹងវាកើត ដូចខ្ញុំនិយាយតែយក9រឿងដែលមានគោលការណ៍មាននឹងការអត់មានអីថិតថេរទេអញ្ចឹងនៅពេលដែលយើងបានល្អបានខ្ពង់ខ្ពស់ហើយរក្សាកុំយកអាភាពខ្ពង់ខ្ពស់ហ្នឹងទៅបំផ្លាញគេកាលណាបំផ្លាញគេតែគេងើបមកយើងបញ្ហាហ្នឹងអញ្ចឹង បាបនៅនឹងមុខចារៀម អញ្ចឹងមិនពេលខ្លះប្រើពាក្យយក9ដែលខ្លះយកពាក្យយក9ទៅត្រូលទៀត ចា តែយក9ហ្នឹងការប៉ិតយកកៈសម័យយក9អញ្ចឹងយក9កាល180ឆ្នាំមុនមានយកម្ដងហើយ180ឆ្នាំមុនមានយកម្ដងទៀតអញ្ចឹង180ឆ្នាំនឹងវិលមកវិលជុំ 20ឆ្នាំគុណនឹង9មែន 80ឆ្នាំការយក9ជំនាន់មុន180ឆ្នាំមុនអាមេរិកជួបគ្រោះធំជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរអញ្ចឹងយក9ក្នុងឥឡូវនេះអាមេរិកនឹងទៅអញ្ចឹងដូចគ្នាអញ្ចឹងភាពរីកចម្រើននៅប្រទេសនៅអាមេរិកនឹងមានបញ្ហានៅប៉ែអឺរ៉ុបបញ្ហាតែឥណ្ឌានឹងឡើងខ្លាំង ចឹងវិញណាគ្រូ ចា ដោយសារហ្សូនគាត់ឬក៏យ៉ាងម៉េច zone គាត់ ឥណ្ឌាឡើងខ្លាំងមហាអំណាចដែលមានអំណាចខ្លាំងដែលអាចនឹងផលិតថ្នាំដែលអាចនឹងធ្វើអ្វីដែលយើងនឹកស្មានមិនដល់ណា គឺឥណ្ គឺ ឌា ឥណ្ឌា បាទចាប់អារម្មណ៍ឃើញថាទាំងវិស័យវិទ្យាសាស្ត្រ ចា បាទវិស័យយោធា តែ បាទ កុំភ្លេចណា CEO ក្រុមហ៊ុនធំៗនៅលើពិភពលោកទាំងអស់គឺឥណ្ឌា ចាមែន ចាហ្នឹងអញ្ចឹងហើយឥឡូវឥណ្ឌាតាំងពីចូលយក9ឥណ្ឌាចាប់ផ្ដើមប្រជារាស្ត្រទៅតាមប្រទេសផ្សេងៗទៅយើងមុនដំបូងយើងមើលឃើញថាចិនទេណាប៉ុន្តែយក9នេះឥណ្ឌានឹងឡើងខ្លាំងហ្មងនឹងងើបឡើងខ្លាំង ឥណ្ឌាជាប្រទេសដែលមានមហាសទ្ធិច្រើនណាស់ណាគ្រូ ចាប៉ុន្តែយក9នេះគឺខ្លាំងជាងនឹងទៀត ទៀត ហើយប្រយ័ត្នជាងគេគឺសង្គ្រាមសាសនាក៏មានសង្គ្រាមសាសនាមួយឥណ្ឌាសោះ អត់ឆ្នើឥណ្ឌា ចា ឥណ្ឌាមានតែឡើយ ចាពួកដោយសារអីសូនឥណ្ឌាគឺសូនដែលមានឥទ្ធិពលខ្លាំងនៅក្នុងយុគ9 20ឆ្នាំនេះខ្លាំង20ឆ្នាំក្រោយឥណ្ឌាក៏នៅតែខ្លាំងដែរក្នុង40ឆ្នាំនេះឥណ្ឌាគឺឡើងខ្លាំងមែនតើ បាទគ្រូព្រោះថាឥណ្ឌាគឺបកកែជាងគេខាងបច្ចេកវិទ្យា IT ចា ហើយគូផ្សំជាមួយនឹងយុគ9នេះគឺជាយុគសម័យ IT ហើយទីទៀត ចា បាទ ឥណ្ឌាកាន់តែខ្លាំង បាទប្រទេស ហើយឥណ្ឌាក៏នឹងរកថ្នាំដែលព្យាបាលជំងឺពិបាក ឃើញ ហើយពិបាកព្យាបាលហ្នឹងនឹងឃើញច្រើនជាងគេនៅលើ ក្នុងឆ្នាំហ្នឹងឬក៏យកហ្នឹងណាគ្រូ ក្នុងយុគ9 ក្នុងយក បាទ ជាពិសេស2026 27នេះ ចា 2ឆ្នាំហ្នឹងឆ្នាំថ្នាំថ្មីនឹងចាញ់ច្រើនប៉ុន្តែជំងឺថ្មីក៏ចាញ់ដែរ មានទាំងល្អមានទាំងខកមកចូលគ្នាទាំងអស់ឲ្យបងប្អូនដឹងធៀមខ្លួន ឆ្នាំជាពិសេសឆ្នាំនេះ ចាអរគុណអ្នកគ្រូសម្រាប់ពេលវេលាថ្ងៃនេះកាពិតទៅខ្ញុំជឿថាបងប្អូននៅពេលដែលតាមដានទស្សនកម្មទីរបស់យើងពីសប្តាហ៍មួយទៅមួយប្រកាសជាគាត់សប្បាយចិត្តអ្នកគ្រូតែងតែជួយរំលឹកជំរាបមុនចាអ្នកចូលរួមសិក្ខាសាលាទោះបីជាបានចូលរួមមើលវីដេអូនេះហើយក៏គាត់នៅតែមើលឲ្យមើលទៀតដែរព្រោះដើម្បីបងប្អូនប្រយ័ត្នចាអរគុណម្ដងទៀតអ្នកគ្រូចាអរគុណដល់ប្រិយមិត្តទស្សនិកជនដែលតែងតែចានិយមតាមដានទស្សនកម្មទីក្នុងវិស័យបែបវិទ្យាសាស្ត្រ